បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានគេហៅថារបស់បុរាណមួយទៀតហើយបងប្អូនណាមួយទៀតហើយបាទគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណារបស់នេះវាចូលជារបស់បុរាណទៅហើយបងប្អូនណាបាទគេហៅថាផាលនិងគល់បងប្អូនណាបើគឺផាលនិងគល់បាទផាលនិងគល់នេះគឺមានរិទ្ធមានដូចជានិងមានបារមីខ្លាំងណាស់បងប្អូនណាបាទហើយរបស់នេះក្មេងចំនួនក្រោយប្រហែលជាលេងបានស្គាល់ហើយបងប្អូនណាបាទប្រហែលជាលេងបានស្គាល់ហើយបាទចាស់ពីលើកមុនគាត់ស្គាល់តែក្មេងចំនួនក្រោយនេះប្រហែលជាគាត់លេងស្គាល់ប្រភេទនៃផាលនិងគល់នេះហើយបងប្អូនណាដោយសារឥឡូវគេទំនើបគេប្រើតែគ្រឿងចាក់បងប្អូនណាបាទនេះគឺជាប្រភេទនៃផាលនិងគល់បងប្អូនណាបាទផាលនិងគល់នេះគឺសម្រាប់ការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទដាក់នៅក្នុងទឹកឬក៏ត្រាំនៅក្នុងទឹកបាទស្រោចឲ្យអ្នកជំងឺគឺមានฤทธิ์មានដូចជានិងមានបារមីខ្លាំងណាស់បងប្អូនណាប្រភេទនៃផាលនិងគល់នេះគឺជាឱសថទិព្វរបស់ព្រះពុទ្ធជាម្ចាស់នៃយើងបងប្អូនណាបាទបើមិនជឿទេគឺបងប្អូនឆែកមើលនៅក្នុងគម្ពីរកត្រៃបិដកទៅចោះបងប្អូនណាបាទនេះគឺជាឱសថទិព្វរបស់ព្រះពុទ្ធជាម្ចាស់នៃយើងបងប្អូនណាសម្រាប់ការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាប្រភេទនៃអង្គផាលនិងគល់នេះតែយើងមិនមែនយកផាលនិងគល់ថ្មីនោះទេបងប្អូនណាបាទយកផាលនិងគល់ដែលបាក់បែកឬក៏របស់ដែលគេបោះចោលបាទចង់និយាយថារបស់ដែលគេឈប់ប្រើបងប្អូនណាបាទទើបមានฤทธิ์មានដូចជានិងមានបារមីខ្លាំងមិនមែនយើងទៅទិញយកមកពីផ្សារហើយយកមកប្រើនោះទេបងប្អូនណាបាទឥឡូវនេះប្រហែលជាគ្មានផងបងប្អូនណាមកស្រុកមកខេត្តប្រហែលជាមានសល់តែមួយទេអ្នកដែលប្រើនឹងគល់ចាស់បែបនេះបងប្អូនណាបាទហើយរបស់នេះដែរជាខ្ញុំទើបតែបានថ្មីហើយផាលនេះគឺធំបងប្អូនណាបាទគឺធំណានេះគេហៅថាផាលនិងគល់គឺផាលក្របីបងប្អូនណាបាទផាលនិងគល់ភ្ជួរក្របីបងប្អូនណាបើផាលយើងភ្ជួរគោតូចទេតែនេះគឺផាលនិងគល់នេះគេភ្ជួរក្របីបងប្អូនណាបាទអញ្ចឹងចាស់បុរាណថាបើសិនជាបានផាលដែលគេភ្ជួរក្របីនេះរឹតតែពិសេសទៅទៀតបងប្អូនណារឹតតែពិសេសទៅទៀតដោយសារផាលនេះគឺធំបងប្អូនណាបាទធំណាកាលណាធំគឺជាផាលរបស់ក្របីគាត់កម្លាំងខ្លាំងបងប្អូនណាកម្លាំងខ្លាំងបាទនេះឃើញទេបងប្អូនហើយមិនដឹងជាប្រមាណ10ឆ្នាំហើយឡើងថ្មចូលនៅក្នុងនេះឡើងកាន់ជាប់នៅនឹងបាត់ទៅហើយបងប្អូនណាបាទនេះឡើងឆ្អិតជាប់ចង់ឲ្យលាយទៅជាមួយដែកបាត់ទៅហើយបងប្អូនណាបាទថ្មមួយដុំនៅក្នុងនេះបាទនេះហើយគេហៅថាផាលនិងគល់បងប្អូនណាឬក៏ជាឱសថទិព្វរបស់ព្រះពុទ្ធជាម្ចាស់នៃយើងសម្រាប់ការពាររាល់នៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងដាក់នៅលើហឹងលើអាសនៈការពារបាទមានសត្រូវដែលប៉ុនប៉ងអាក្រក់មកលើក្រុមគ្រួសារយើងបងប្អូនណាដាក់តាំងទុកសម្រាប់ឲ្យក្មេងចំនួនក្រោយគាត់បានស្គាល់បានដឹងបាទរបស់នេះគឺមានភាពត្រជាក់ត្រជុំចំមុំចំមើនៅក្នុងក្រុមគ្រួសារយើងបងប្អូនណាបាទគេហៅថាផាលនិងគល់បងប្អូនណាគឺផាលនិងគល់នេះហើយរបស់នេះគឺកម្រណាខ្ញុំយូរគឺជួបបានម្ដងបងប្អូនណាបាទយូរគឺជួបបានម្ដងទេបាទតាមចំការតាមអីដែលគេភ្ជួរកប់ដីកប់អីចោលអស់ទៅបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគេហៅថាផាលនិងគល់បើសិនជាយើងយកទៅឆ្លរំលាយចាក់ជាប្រពុតរោគឬក៏ចាក់ជាអីវិញរឹតតែពិសេសរឹតតែពូកែទៅទៀតបងប្អូនណាដូចខ្ញុំបានជម្រាបចឹងផាលតែគាត់ភ្ជួរទៅហើយសូម្បីតែស្អីដែលនៅក្នុងដីក៏មិនសល់ដែរបងប្អូនណាបាទគឺភ្ជួរទៅហើយគឺដាច់ខ្ទេចខ្ទីអស់តែម្ដងបងប្អូនយល់កន្លែងហ្នឹងគឺដឹងហើយបងប្អូនណាបាទម្ល៉េះហើយរបស់នេះគេយកមកសម្រាប់ការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងនេះឯងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទហើយអង្គផាលនិងគល់នេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកគោរពបូជាថាអាសាបងប្អូនណាបាទគឺសូមតំណតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅក៏លន់លឿនលួននៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទរបស់នេះគឺមានបងក៏គាត់រស់ជាច្រើនដែរបងប្អូនណាខ្ញុំមានលើកមុនគឺមានបងប្អូនក៏យកទៅអស់ទៅហើយឥឡូវគឺបានមកថ្មីមួយទៀតបងប្អូនណាបានថ្មីមួយទៀតបាទ